សួស្តីអ្នកនរគ្នាថ្ងៃនេះមានវីដេអូជួយប្រព័ន្ធ Activate Windows ជាមួយនឹងយើងប្រើកំណាងនេះហើយនៅក្នុង PowerShell ចឹងអានឹង Activate Windows Office នេះតែឥឡូវយើងចូលបើក PowerShell វិញនេះយើងចុចរូប Windows តោះមក PowerShell ดู PowerShell ណាឲ្យវាចេញហើយយើង copy code នេះមកហើយយើងយកមកផាសក្នុងនេះយើងរកចាំមួយទីសិនវាអត់ចេញទេអូខេវាចេញ load មកអញ្ចឹងយើងផាសវាមកហើយយើង enter ទៀតចឹងយើងរងចាំទៅអញ្ចឹងយើងប្រើអាហ្នឹងយើងមិនចាំបិទកម្មវិធីកម្ចាត់មេរោគឬក៏បិទ Wi-Fi ទេគឺយើងធ្វើការប្រើ Wi-Fi យើងបើកធម្មតាអញ្ចឹងវាសុវត្ថិភាពខ្ពស់ជាងយើងប្រើមុនដែលយើងប្រើ KMS តែអានេះក៏វានៅតែមានបញ្ហាដែរបើគេចង់ធ្វើបាបយើងមិនអីហ្នឹងអាចមានគ្រោះថ្នាក់ដែរអញ្ចឹងនេះវា load មកហើយអញ្ចឹងអាទី1វាដាក់ថា Windows អញ្ចឹងយើងចង់ activate Windows យើងចុចលេខ1មកអូខេមកដល់ចំណុចនេះយើងចុចលេខ1មកដើម្បី activate ពេលឥឡូវវា activate រួចហើយយើងចុច key ណាមួយក៏បានដែរចុច space បន្ទាប់មកយើង activate Office វិញចុច2ហើយចុចលេខ1បាទអូខេឥឡូវរួចរាល់មួយទៀតហើយអញ្ចឹងយើងចុចតែ space មួយលោកទាំងណាវិញចុចបិទវាធម្មតាមកចុចលេខ0ទៅជីកទៅចេញទៅអូខេអញ្ចឹងយើងបាន activate រួចរាល់ហើយយើងចូលទៅរបស់នេះទៅ activate គឺវាដាក់ activate ហើយអូខេវាចូលទៅមើល Office ម្ដងចូលទៅ Word មកណាចូលទៅ File ហើយចូលទៅ Account អញ្ចឹងនេះវាដាក់ថា Product Activate ជាងយើងបាន activate រួចរាល់ហើយអញ្ចឹងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូ